3 ឆ្នាំទៀតបើសិនជាកើតបង្កើតយកពន្ធទាំងអស់គ្នាសាកសម័យមើលបើសិនជាយើងមិនចេះស្រឡាញ់ខ្លួនឯងផងតែយើងនឹងអាចផ្ដល់ក្តីស្រឡាញ់ដល់អ្នកដទៃយ៉ាងដូចនេះសួស្តីអ្នកនរគ្នាខ្ញុំណាសៀតវីដេអូនេះអាចជា personal បន្តិចប៉ុន្តែខ្ញុំគ្រាន់តែចង់ធ្វើឡើងដើម្បីបង្ហាញអ្នកទាំងអស់គ្នាថាអ្វីដែលខ្ញុំកំពុងតែផ្ដោតលើក៏ដូចជាគោលដៅរបស់ខ្ញុំមួយចំនួនហើយនឹងរឿងសំខាន់ដែលខ្ញុំអាចចាត់ទុកថាវាជារឿងដែលខ្ញុំគួរតែផ្ដល់នៅ 100% នៅកម្លាំងរបស់ខ្ញុំ 100% ទៅលើរឿងហ្នឹងតែម្ដងសម្រាប់ខ្ញុំក៏ដូចជាអ្នកទាំងអស់គ្នាដែរដោយសារតែចិត្តចង់ឃើញខ្លួនឯងមានអនាគតមួយដែលល្អប្រសើរជាងហ្នឹងមានអ្វីដែលច្រើនជាងហ្នឹងចង់ឃើញខ្លួនឯងក្លាយទៅជាមនុស្សម្នាក់ដែលមានសមត្ថភាពនៅក្នុងសង្គមមួយហ្នឹងអាចជួយដល់អ្នកដទៃបានទើបជាយាមប្រឹងប្រែងក៏ដូចជាផ្ដល់នៅកម្លាំងកាយកម្លាំងចិត្តខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីកែខៃខ្លួនឯងឲ្យក្លាយទៅជាមនុស្សម្នាក់ដែលល្អប្រសើរជាងហ្នឹងសម្រាប់រឿងទី1ដែលយើងគួរតែផ្ដល់អាទិភាពឲ្យមុនគេគឺចំពោះសុខភាពខ្ញុំគិតថាការគេងការញ៉ាំអាហារមួយដែលល្អក៏ដូចជាធ្វើឲ្យលំហាត់ប្រាណការធ្វើឲ្យខួរក្បាលរបស់យើងមានការគិតវិជ្ជមានអានឹងហើយគឺជារឿងសំខាន់នៅក្នុងការថែរក្សាសុខភាពខ្លួនឯងផ្ទាល់សម្រាប់ខ្ញុំផ្ទាល់ជារៀងរាល់ព្រឹកវាអាចមានជាការ exercise ធ្វើលំហាត់ប្រាណយ៉ាងតិចណាស់ក៏1 ម៉ោងដែរយ៉ាងហោចណាស់ក៏បាន1 ម៉ោងដែរនៅក្នុងមួយថ្ងៃទឹក3 លីត្រនៅក្នុងមួយថ្ងៃហើយសម្រាប់អាហារក៏យើងព្យាយាមញ៉ាំអ្វីដែលល្អទៅតាមនឹងផងដែរសម្រាប់រឿងមួយទៀតដែលសំខាន់សម្រាប់ខ្ញុំក៏ដូចជាអ្នកទាំងអស់គ្នាដែរគឺការរកលុយសម្រាប់ខ្លួនខ្ញុំផ្ទាល់បច្ចុប្បន្ននេះចំណូលដែលខ្ញុំមានគឺមានតែមួយច្រកទេគឺការធ្វើការមួយថ្ងៃ8 ម៉ោងទើបខ្ញុំព្យាយាមទើបខ្ញុំត្រូវការផ្ដោតអារម្មណ៍ក៏ដូចជាផ្ដោតទៅលើការងារនឹងឲ្យបានច្រើនបំផុតតាមតែអាចធ្វើបានចំណូលរបស់ខ្ញុំគឺមានតែមួយច្រកទេគឺតាមរយៈការធ្វើការហើយសម្រាប់ការងារជា content creation របស់ខ្ញុំវាគឺជា long term building មានន័យថាយើងកសាងនៅក្នុងរយៈពេលវែងមានពាក្យមួយឃ្លាគឺខ្ញុំចូលចិត្តហើយស្រឡាញ់ខ្លាំងមែនទែនគឺគេបាននិយាយថាថ្ងៃដែលយើងដាំដើមឈើមិនមែនជាថ្ងៃដែលយើងចង់ញ៉ាំផ្លែឈើចង់បេះផ្លែឈើនិងញ៉ាំភ្លាមទេមានន័យថាក្នុងកំឡុងពេលហ្នឹងយើងកសាងយើងស្រោចស្រង់យើងព្យាយាមធ្វើវាបន្តិចម្ដងទៅវានឹងផ្ដល់ផលនៅអនាគតមិនមែនធ្វើឲ្យយើងទទួលបានផលភ្លាមនៅពេលហ្នឹងទេនៅក្នុងអនាគតយើងក៏មានគំនិតចង់រកស៊ីចង់បើកអាជីវកម្មអីខ្លួនឯងដែរប៉ុន្តែនៅក្នុងគណៈពេលហ្នឹងគឺអ្វីដែលយើងអាចធ្វើបានគឺមានតែប៉ុណ្្នឹងយើងព្យាយាមបន្តិចម្ដងហើយតាមដំណាក់កាលវាទៅហើយដល់ពេលណាដែលឱកាសដែលយើងអាចមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចាប់វាអានឹងយើងចាប់យកភ្លាមតែម្ដងចុះមកដល់ចំណុចទី3យើងគួរតែផ្ដល់អាទិភាពឲ្យវាផងដែរគឺទំនាក់ទំនងជាមួយនឹងខ្លួនឯងគឺទី1ទំនាក់ទំនងជាមួយគ្រួសារជាមួយព្រះជាមួយមនុស្សជុំវិញខ្លួនហើយជាពិសេសគឺមិត្តជិតស្និទ្ធដែលនៅជាមួយយើងទំនាក់ទំនងជាមួយយើងរាល់ថ្ងៃហើយបានខ្ញុំនិយាយថាទំនាក់ទំនងជាមួយខ្លួនឯងយើងគួរតែផ្ដល់អាទិភាពក៏ដូចជាទី1ពោះនៅពេលដែលយើងមានទំនាក់ទំនងល្អជាមួយខ្លួនឯងពិភពលោកខាងក្រៅវាគឺជារឿងដែលទទួលបានពីទំនាក់ទំនងល្អរបស់យើងខ្លួនឯងផ្ទាល់នៅពេលដែលយើងមានទំនាក់ទំនងល្អជាមួយនឹងខ្លួនឯងនោះយើងនឹងអាចប្រស័យតាក់ទងផ្ដល់ភាពវិជ្ជមានទៅលើជំនាញខាងក្រៅបានតែទាំងអស់គ្នាសាកសម័យមើលបើសិនជាយើងមិនចេះស្រឡាញ់ខ្លួនឯងផងតែយើងនឹងអាចផ្ដល់ក្តីស្រឡាញ់ដល់អ្នកដទៃយ៉ាងដូចនេះបើសិនជាយើងមិនចេះអភ័យទោសឲ្យខ្លួនឯងផងយើងអាចនឹងអភ័យទោសឲ្យអ្នកដទៃដូចនេះដូច្នេះហើយទើបមុននឹងចាប់ផ្ដើមអ្វីមួយគួរតែចាប់ផ្ដើមពីខ្លួនឯងផ្ទាល់ទំនាក់ទំនងហ្នឹងហើយសម្រាប់ទី2គឺទំនាក់ទំនងជាមួយនឹងគ្រួសារខ្ញុំគិតថាអត់មានណាគេមួយដែលមកសួរសុខទុក្ខយើងមករំលឹកយើងមកនឹករលឹកដល់យើងនៅពេលដែលយើងអត់ឬមួយក៏នៅពេលដែលយើងជួបការលំបាកក្រៅពីគ្រួសាររបស់យើងផ្ទាល់ទេដូច្នេះហើយអ្នកទាំងអស់គ្នាព្យាយាមអោបកសោបគ្នាទៅកំឡុងពេលលំបាកកំឡុងពេលអត់កំឡុងពេលមានគ្រួសារគឺគួរតែផ្ដល់អាទិភាពសម្រាប់ចំណុចចុងក្រោយគឺជារឿងសំខាន់របស់ខ្ញុំផ្ទាល់ផងដែរគឺការអភិវឌ្ឍខ្លួនឯងជំនាញ skills នៅក្នុងបច្ចុប្បន្នភាពខ្ញុំធ្វើការទៅលើភាសាខ្ញុំអភិវឌ្ឍជំនាញភាសានៅក្នុងការនិយាយthe goal is to speak 3 languages English Arabic and the last one is Chinese សង្ឃឹមថារយៈពេល3ឆ្នាំខ្ញុំអាចធ្វើឲ្យជំនាញអស់ហ្នឹងវាคล้ายទៅជារឿងមួយដែលធំធាត់សម្រាប់ខ្ញុំផ្ទាល់បានហើយសម្រាប់ជំនាញផ្សេងដែលយើងគួរតែក៏ដូចជាខ្ញុំផ្ទាល់កំពុងតែអភិវឌ្ឍនោះគឺការគ្រប់គ្រងខ្លួនឯងការរក្សាភាពវិជ្ជមានជាការអភិវឌ្ឍផ្នត់គំនិត
ការគិតអីហ្នឹងក៏ជារឿងមួយដែលខ្ញុំក៏ដូចជាអ្នកទាំងគ្នាគួរតែអភិវឌ្ឍផងដែរ So ខ្ញុំសង្ឃឹមថាដោយសារតែការខិតខំប្រឹងប្រែងព្យាយាមទាំងអស់ហ្នឹងសង្ឃឹមថាឃើញខ្លួនឯងនឹងក្លាយទៅជាមនុស្សម្នាក់ដែលមានសមត្ថភាពមួយរូបនៅក្នុងវ័យ25ឆ្នាំមានន័យថាខ្ញុំមានពេល3ឆ្នាំទៀតដើម្បីធ្វើឲ្យវាក្លាយទៅជារូបមានន័យថាខ្ញុំមានពេល3ឆ្នាំទៀតដើម្បីធ្វើឲ្យវាក្លាយទៅជាលេចរូបរាងឡើង3ឆ្នាំទៀតបើសិនជាកើតបង្កើតយកពន្ធហ្នឹង So សរុបមកវិញទាំងអស់គ្នាទី1គឺសុខភាពផ្ទាល់ខ្លួនទំនាក់ទំនងជំនាញដែលយើងគួរអភិវឌ្ឍហើយជាចុងក្រោយគឺការរលុយនឹងឯង